bà số đây bảo ônថ្ងៃនេះខ្ញុំមកចែករំលែកបាទវិធីលាងជាតិពុលនៅក្នុងក្រលៀនណាបងប្អូនបាទក្រលៀនវីដេអូម្សិលមិញខ្ញុំបានលើកឡើងដែរពាក់ព័ន្ធនឹងរឿងបញ្ហាក្រលៀនណាបងប្អូនបាទគឺឆ្នាំនោះគឺខ្ញុំបានធ្វើវីដេអូរួចហើយបាទពាក់ព័ន្ធនឹងពងមាន់ណាបងប្អូនណាបាទពងមាន់ហើយនឹងទឹកបបរគឺសម្រាប់បាទព្យាបាលក្រលៀនខូចអាហ្នឹងបញ្ហាហើយទី1គឺជួយឲ្យក្រលៀនដំណើរការល្អបាទហើយឆ្នាំនេះគឺល្អសម្រាប់បុរសមែនតើបាទខ្ញុំនិយាយនេះគឺមានន័យថាបាទបងបុរសនឹងពេញចិត្តហ្មងបាទទាំងគេទាំងខ្ញុំបាទសាកហើយគឺមានន័យថាគឺល្អសូម្បីតែបងប្រុសម្នាក់គាត់ខមមិននៅក្នុងហ្នឹងបាទទោះបីតែយើងមិនកើតបាទបញ្ហារោគក្រលៀននឹងក៏ដោយបាទក៏វាជួយឲ្យចលនាបាទប្រព័ន្ធនៅក្នុងខ្លួនបាទតាក់ទងនឹងក្រងនោមតាក់ទងនឹងក្រលៀនគឺវាជួយបានល្អណាស់បាទរឿងពងមាន់ហើយនឹងទឹកបបរណាបងប្អូនបាទឥឡូវថ្ងៃនេះខ្ញុំកាត់វីដេអូបាទម្សិលមិញសិនបាទថ្ងៃនេះក៏ខ្ញុំលើកមកពាក់ព័ន្ធនឹងបញ្ហាក្រលៀនដូចគ្នាតែឆ្នាំនេះគឺបណ្ដេញជាតិពុលនៅក្នុងក្រលៀនណាបងប្អូនបាទគឺឆ្នាំនោះមាន3មុខណាបងប្អូនបាទទី1គឺរឹសស្បូវឃ្លាំងបងប្អូនបាទបងប្អូនស្គាល់ស្បូវឃ្លាំងអត់បាទមួយទៀតគឺបាទស្លឹកតើយបាទទី3បងប្អូនណាបាទគឺគល់ស្លឹកគ្រៃយើងបាទវិធីធ្វើបងប្អូនទៅរកស្លឹកតើយមកក្តាប់ដៃបាទស្លឹកគ្រៃបាទយើងបោចប្រហែលមកក្តាប់ដៃមកបាទយកទាំងគល់យកទាំងស្លឹកតោះណាបងប្អូនបាទមកក្តាប់ដៃបើយកទៅស្លឹកគ្រៃមិនត្រឹមតែ3គល់គឺមកក្តាប់ដៃហើយបាទអានឹងសម្រាប់ស្លឹកគ្រៃហើយស្លឹកតើយត្រឹមតែបាទ3គល់ក៏ដូចគ្នាដែរហើយបញ្ហាគឺសំខាន់គឺរឹសស្បូវឃ្លាំងបងប្អូនបាទបងប្អូនស្គាល់ស្បូវឃ្លាំងហើយអាស្បូវគេក្រងកដបបាទចំណាំក៏យកប្រក់ដបោប្រក់អីហ្នឹងបងប្អូនបាទហ្នឹងហើយគេហៅថាស្បូវឃ្លាំងណាបាទអញ្ចឹងមកដឹងវិធីប្រើបងប្អូនណាបាទបញ្ហាលាងជាតិពុលក្នុងក្រលៀនបងប្អូនស្ដាប់ពីតន់បាទគឺមានស្លឹកតើយបាទទី2គឺរឹសស្បូវឃ្លាំងបាទទី3គឺគល់ស្លឹកគ្រៃបាទគល់ស្លឹកគ្រៃមកក្តាប់អញ្ចឹងវិធីធ្វើតើគេធ្វើរបៀបម៉េចបងប្អូនយកថ្នាំទាំង3មុខហ្នឹងមកបងប្អូនណាបាទលាងទឹកឲ្យស្អាតហើយបងប្អូនដាក់ដាំទឹកចំនួន2ទៅ3លីត្រណាបាទរួចហើយបងប្អូនដាំឲ្យវាពុះបងប្អូនដាក់ថ្នាំយើងចូលទៅបងប្អូនណាបាទដាក់ថ្នាំយើងចូលទៅណាដាំទឹកឲ្យពុះសិនចាំយើងដាក់បងប្អូនណាតន់បាទរងាស់វាបាន15នាទីបាទដើម្បីឲ្យចេញជាតិរួចហើយបងប្អូនទទួលទានមិនរើសពេលទេបងប្អូនបាទបងប្អូនហូបជំនួសទឹកក៏បានបាទហូបប្រចាំថ្ងៃក៏បានបាទហើយបញ្ហាលាងក្រលៀនឆ្នាំតែខ្ញុំលើកមក3មុខហ្នឹងបងប្អូនបាទគឺវាមានប្រសិទ្ធភាពល្អណាស់ប្រើរយៈពេលតែ1សប្តាហ៍ទេបងប្អូនបាទដឹងលទ្ធផលបាទគឺងាយទេបងប្អូនបាទអត់ទៅពិបាករកទេបាទបញ្ហាគឺពិបាករកជាងគេគឺរឹសស្បូវឃ្លាំងហ្នឹងឯងបាទបងប្អូនស្គាល់ទេស្បូវយើងច្រូតយើងក្រងដងកដបដងអីហ្នឹងបងប្អូនណាបាទតាមស្រុកស្រែយើងមិនខ្វះទេស្បូវឃ្លាំងបាទបងប្អូនជីកយកមកបានមកក្តាប់ដៃមកបាទរួចធ្វើតាមវិធីខ្ញុំប្រាប់ខាងដើមអញ្ចឹងទៅបាទវីដេអូនេះគឺសម្រាប់បាទតែបងប្អូនណាបាទគាត់បាទចង់ដឹងបាទចង់ឮបាទឬក៏ចង់ធ្វើតាមបាទគាត់ធ្វើទៅតាមខ្ញុំបានតែបើបងប្អូនណាមិនចង់ធ្វើតាមក៏ខ្ញុំអត់បង្ខំទេបងប្អូនណាតន់ឡើងហ្នឹងបាទហើយសូមបងប្អូនមកចូលខមមិនមករបៀបថារិះគន់បាទបើរិះគន់ក្នុងបែបនៃស្ថាបនាខ្ញុំទទួលយកបានតែបើចូលមកជេរគឺខ្ញុំអត់ទទួលយកទេបងប្អូនណាបាទសូមបញ្ជាក់ឡើងហ្នឹងបាទអរគុណច្រើន